សូមជូនរឿងផ្កាឈូកមាសកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះសុវណ្ណរស់នៅជាមួយលោកតាចាស់ជរាទោះបីជាជីវភាពក្រីក្រលំបាកតែកូនប្រុសម្នាក់នេះមានចិត្តសប្បុរសនិងស្រឡាញ់លោកតាខ្លាំងណាស់រាល់ថ្ងៃគេតែងតែចែករំលែកបាយបន្តិចបន្តួចដល់លោកតាជាមុនសិនថ្ងៃមួយសុវណ្ណបានដើរទៅបង់សំណាញ់នៅព្រែកដែលមិនធ្លាប់ទៅពីមុនមកព្រែកនោះមានទឹកថ្លាឆ្វេងនិងព័ទ្ធជុំវិញដោយព្រៃឈើខៀវស្រងាត់នៅក្នុងខណៈពេលនោះស្រាប់តែគេបានឃើញពន្លឺពណ៌មាសមួយភ្លឺចែងចាំងចេញពីកណ្ដាលទឹកព្រែកដោយសេចក្តីចង់ដឹងសុវណ្ណក៏បានដើរចូលទៅជិតឲ្យឃើញច្បាស់គេក៏ឃើញថាវាជាផ្កាឈូកពណ៌មាសដ៏ស្រស់ស្អាតមួយកំពុងតែរីកឈួនកណ្ដាលទឹកផ្កាឈូកនោះមានពន្លឺចែងចាំងយ៉ាងខ្លាំងនិងជាពន្លឺពណ៌មាសពេញតំបន់ជុំវិញរំពេចនោះស្រាប់តែមានទេពធីតាមួយអង្គចេញពីកណ្ដាលផ្កាឈូកមាសទេពធីតានោះមានរូបឆោមល្មើពណ៌ស្អាតឥតខ្ចោះនិងមានពន្លឺចែងចាំងដូចមាសសុវណ្ណបានឃើញបែបនេះក៏លុតជង្គង់ចុះដោយសេចក្តីគោរពនិងភ្ញាក់ផ្អើលជាខ្លាំងទេពធីតាបានមានបន្ទូលទៅកាន់សុវណ្ណថាដោយសារតែកូនមានចិត្តសប្បុរសនិងកតញ្ញូខ្លាំងណាស់ហេតុនេះយើងនឹងផ្ដល់ឲ្យកូននៅផ្កាឈូកមាសតូចមួយដើម្បីជួយដល់កូននិងលោកតាសុវណ្ណបានទទួលផ្កាឈូកនោះដោយសេចក្តីត្រេកអរនិងអរគុណជាខ្លាំងនៅពេលសុវណ្ណយកផ្កាឈូកមាសត្រឡប់មកផ្ទះវិញស្រាប់តែផ្ទះដែលធ្លាប់តែក្រីក្រលំបាកក៏ក្លាយជាផ្ទះដ៏ស្អាតបាតនិងមានរបស់របរប្រើប្រាស់គ្រប់គ្រាន់លោកតាដែលធ្លាប់តែឈឺក៏ក្លាយជាមានសុខភាពល្អនិងរឹងមាំដូចក្មេងម្ដងទៀតនៅពេលអ្នកជិតខាងឈ្មោះស្រីម៉ៅបានឃើញផ្ទះរបស់សុវណ្ណប្រែជាស្អាតនិងមានលោកតាសុខភាពល្អបែបនេះនាងក៏មានសេចក្តីច្រណែនយ៉ាងខ្លាំងនាងក៏ចាប់ផ្ដើមតាមដានដើម្បីចង់ដឹងពីមូលហេតុដែលធ្វើឲ្យសុវណ្ណមានសំណាងបែបនេះថ្ងៃមួយនៅពេលសុវណ្ណនិងលោកតាបាននិយាយគ្នាពីផ្កាឈូកមាសស្រីម៉ៅបានស្ដាប់ឮអ្វីគ្រប់យ៉ាងនាងក៏មានគម្រោងចង់រួចផ្កាឈូកនោះដើម្បីឲ្យខ្លួនឯងមានសំណាងនិងមានអ្នកប្រើប្រាស់គ្រប់គ្រាន់យប់នោះស្រីម៉ៅបានលួចចូលទៅក្នុងផ្ទះរបស់សុវណ្ណនៅពេលដែលគ្មានអ្នកនៅផ្ទះនាងក៏លួចផ្កាឈូកមាសចេញពីអាសនៈនិងយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួនឯងប៉ុន្តែនៅពេលដែលស្រីម៉ៅយកផ្កាឈូកមាសទៅដាក់នៅផ្ទះរបស់ខ្លួនស្រាប់តែផ្កាឈូកនោះបានបញ្ចេញពន្លឺយ៉ាងខ្លាំងនិងធ្វើឲ្យផ្ទះរបស់នាងក្លាយជាកន្លែងដែលមិនអាចរស់នៅបានអ្វីៗនៅក្នុងផ្ទះរបស់នាងបានហោះហើរនិងបែកបាក់ជាស្រីម៉ៅខ្លាចយ៉ាងខ្លាំងនិងមិនដឹងធ្វើដូចម្តេចសុវណ្ណនិងលោកតាបានឃើញហេតុការណ៍នោះក៏ប្រញាប់រត់មកជួយស្រីម៉ៅទោះបីជាស្រីម៉ៅធ្លាប់ច្រណែននិងលួចរបស់ខ្លួនក្តីតែសុវណ្ណនៅតែមានចិត្តសប្បុរសនិងចង់ជួយនាងជានិច្ចសុវណ្ណបានដើរចូលទៅជិតផ្កាឈូកមាសនិងហុចដៃទៅចាប់រំពេចនោះផ្កាឈូកនោះក៏ឈប់បញ្ចេញពន្លឺយ៉ាងខ្លាំងនិងប្រែជាមានពន្លឺពណ៌មាសដ៏ទន់ភ្លន់ដូចពីមុនស្រីម៉ៅបានឃើញបែបនេះក៏មានសេចក្តីខ្មាស់អៀននិងអរគុណសុវណ្ណជាខ្លាំងទេពធីតាផ្កាឈូកមាសបានលេចចេញម្ដងទៀតទេពធីតាបានមានបន្ទូលទៅកាន់ស្រីម៉ៅថាដោយសារតែនាងមានចិត្តច្រណែននិងល្មមកូនក៏បានទទួលនូវផលវិបាកបែបនេះប៉ុន្តែដោយសារតែកូនសុវណ្ណមានចិត្តសប្បុរសនិងបានជួយនាងកូនក៏នឹងទទួលបាននូវការលើកលែងចាប់តាំងពីពេលនោះមកស្រីម៉ៅបានផ្លាស់ប្ដូរខ្លួនឯងនាងឡើងមានចិត្តច្រណែននិងល្មមទៀតហើយនាងក៏ចាប់ផ្ដើមជួយអ្នកដទៃនិងរស់នៅដោយមានសេចក្តីសុខជាមួយអ្នកភូមិផ្កាឈូកមាសនៅតែស្ថិតនៅភូមិជាយូរអង្វែងនិងនាំមកនូវសំណាងនិងសេចក្តីសុខដល់អ្នកភូមិទាំងអស់សុវណ្ណនិងលោកតាក៏រស់នៅដោយមានសេចក្តីសុខនិងស្រឡាញ់គ្នាទៅវិញទៅមកជានិរន្តរ៍រឿងនេះបានបង្រៀនឲ្យយើងដឹងថាចិត្តសប្បុរសនិងកតញ្ញូនឹងនាំមកនូវសេចក្តីសុខនិងសំណាងដល់យើងជានិច្ចសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់